បាទគោរពជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះថ្ងៃទី9ខែឧសភាឆ្នាំ2025ត្រូវនៅថ្ងៃ13កើតខែពិសាខបាទបន្តពីការបោះទូករបស់វត្តបឹងតន្សានៅឯខេត្តស្ទឹងត្រែងប្រទេសខ្មែរបាទនេះជាទូកវត្តបឹងតន្សាថ្ងៃនេះក៏បានឡើងកង់កណ្ដាលហើយបាទនេះជាសកម្មភាពជាងកំពុងតែអែបឈើដើម្បីយកខ្នាតធ្វើកង់របស់ទូកវត្តបឹងតន្សានៅស្រុកចឹងដែរយើងបាទយើងឃើញថារាំងទូកវត្តបឹងតន្សាហើយយ៉ាងស្អាតក៏បានបើកសាច់មាសហើយថ្ងៃនេះជាងក៏បន្តពីការដាក់កង់កណ្ដាលយើងឃើញថាប្រភេទទូកលុងបច្ចេកទេសបោះក៏ខុសប្លែកពីទូកឡើងកដានៅស្រុកយើងបាទនេះគឺជាងនៅកំពុងតែអែបដើម្បីដាក់ជន់កង់កណ្ដាលនៅស្រុកខ្មែរហៅជន់កង់កណ្ដាលបាទខ្ញុំក៏បានដំណឹងដ៏ពិសេសរបស់វត្តសិរីមុនីសង្កែឆ្នាំនេះក៏បោះទូកថ្មីដែរប្រភេទទូកលុងនិងវត្តមួយទៀតនៅស្រុកឡុងភូគឺទូកវត្តកំពង់មែនជ័យទឹកប្រៃក៏កំពុងបោះនៅស្រុកខ្មែរដែរជាងទូកវត្តកំពង់មែនជ័យទឹកប្រៃគឺជាងលីនិងជាងឌីនមកពីខេត្តកំពង់ធំបាទកំពុងបោះនៅខេត្តកំពង់ធំជាងរបស់វត្តកំពង់មែនជ័យទឹកប្រៃដូចជាងវត្តជ្រោយទុំចាស់ដែរបាទឆ្នាំនេះទូកលុងច្រើនណាបាទសូមអរគុណសូមជម្រាបលា